ស្ថាប័នមួយចំនួនបានសម្រេចផ្ដល់ការអនុគ្រោះដល់វីរៈកងទ័ពជួរមុខដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនដែលកំពុងបំពេញបេសកកម្មដ៏ពិសិដ្ឋនៃការការពារអធិបតេយ្យភាពបូរណភាពទឹកដីប្រឆាំងស្ត្រីឈ្លានពានជាក់ស្ដែងអង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចពន្យាពេលប្រកាសទ្រព្យសម្បត្តិនិងបំណុលសម្រាប់កងកម្លាំងប្រដាប់អាវុធដែលជាប់ដៃនៅសមរភូមិមុខហើយជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុលការពន្យាពេលនេះគឺគ្មានការកំណត់ឡើយជាធម្មតាកងកម្លាំងប្រដាប់អាវុធឋានៈចាប់ពីវីរៈសេនីយ៍ឯកឡើងមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបប2ឆ្នាំដែលត្រូវដំណើរការរយៈពេល31ថ្ងៃជាកំហិតចាប់ពីថ្ងៃទី1ដល់ថ្ងៃទី31ខែមករាឆ្នាំ2026ម្យ៉ាងទៀតបន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីណែនាំស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជាថៃធនាគារជាតិបានសង្កេតឃើញថាការដាក់ពាក្យស្នើសុំការលើកលែងពាក់ព័ន្ធនឹងការទូទាត់សងអនុទានពីអតិថិជនដែលជាយោធិននិងជាជនភេសកមានការកើនឡើងកាន់តែច្រើនដែលជាហេតុធ្វើឲ្យដំណើរការនៃការសម្របសម្រួលសំណើទាំងនោះមានការយឺតយ៉ាវពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដើម្បីលើកទឹកចិត្តទៅដល់យោធិនជួរមុខធនាគារជាតិនៃកម្ពុជាបានស្នើសុំការអនុគ្រោះពីបងប្អូនជនភេសកទាំងអស់ដោយផ្ដល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន